รถยนต์ญี่ปุ่นทำไมก่อนบ้านกระดักเคลียร์มันบางโปยังมาตัวสนาจรามันแทนบ้าคือรถยนต์มีซีออนิวไตรตันอัตลิตแต่มันการรจนาจริงมาอำนาจมันแทนหมดอะไรตัวคือบ้านสัมโพธเพลกายเดินสายแต่เดินไปย้อนมอมินใจให้ยมตัวกับบ้านโชว์รมพังได้อะไรบางโปมาตามด้านอำปีจะได้ปีเซ่ไปจะโน้ตแต่ยมจังไปให้บางโปอำปีรถยนต์มีซีอัตลิตจมูกจำแต่งออกเนี่ยมีเรื่องสมบัติต่างๆสักกรรมการวิดีโอทำไมวิธีอะไรตัวคือยมเดินสายแต่เดินไปย้อนมอมินใจកំពុងតែចូលរួមកម្មវិធីសម្ពោធរថយន្តថ្មីរបស់ក្រុមហ៊ុនជប៉ុន Mitsubishi គឺជារថយន្ត Mitsubishi All New Triton Athlete ដែលជាប្រភេទអាចថាវារៀង flagship របស់ Mitsubishi ដែលសារតែគាត់មាន version GLS Extra Plus ឥឡូវផ្ទាល់គឺ Athlete មកដល់ទីផ្សារប្រទេសកម្ពុជាអញ្ចឹងហើយតម្លៃមិនគួរឲ្យជឿក្រោម$50,000 $48,900 ដែលសារតែឥឡូវគឺបានប្រកាសផ្លូវការហើយអញ្ចឹងសម្រាប់ចំណាអារម្មណ៍ខ្ញុំណាសម្រាប់រថយន្តនេះកន្លែងដែលខ្ញុំគិតថាមើលទៅតាក់ផ្នែកជាងគេគឺការរចនាផ្នែកខាងមុខបាទដូចរថយន្តនេះពណ៌សអញ្ចឹងបាទសលាយខ្មៅចេញមកគឺលិចគ្នាស្អាតមែនតើបងប្អូនហើយការរចនាខាងក្នុងក៏អីពុកស្បែកគេចាំពេលទៅបង្ហាញខាងក្នុងបងប្អូនមើលអូពណ៌ចេញមកតាក់ទាញមែនតើហើយមួយទៀតកន្លែងដែលខ្ញុំឆ្លាញ់នេះបាទពាក្យ Mitsubishi លើនេះបាទការរចនាគេមកគឺប្លែកមែនតើមើលទៅស្អាតបងប្អូនហើយកម្ពស់ខ្ពស់ពីដៃល្អមែនតើអញ្ចឹងរថយន្តនេះអាចបើកបានគ្រប់ស្ថានភាពផ្លូវដោយសារតែបំពាក់ដោយប្រព័ន្ធ Super Select 4WD បងប្អូនមានការឆ្លាតវៃក្នុងការបងប្អូនអាចជំនះគ្រប់ឧបសគ្គតែម្ដងបងប្អូនបាទមិនជាគៀងគេអីអូបើកាង sensor មកក្រោយហើយមានកាមេរ៉ា360ទៀតបងប្អូនរថយន្តនេះបំពាក់ដោយម៉ាស៊ីន 2.4 បាយ turbo ប្រភេទម៉ាស៊ុតកម្លាំង 204 PS កម្លាំងរមាស់ 470 Nm អញ្ចឹងកម្លាំងប៉ុណ្នេះគឺបងប្អូនអាចប្រើបានគ្រប់ស្ថានភាពផ្លូវតែម្ដងហើយកម្រិតស៊ីប្រេងម៉ាស៊ុតត្រឹមតែ 7.7 លីត្រក្នុង100គីឡូតែប៉ុណ្ណោះបងប្អូនតើសារមែនឡានជប៉ុនណាខ្ញុំនិយាយមែនណាការរចនាចេញមកមួយគឺមើលមកគឺតាក់ភ្នែកខ្លាំងមែនតែម្ដងបាទនេះមើលតង់ជាតិជប៉ុនបងប្អូននេះបាទហើយការរចនាមានឈ្នាន់ជាប់ដែលយើងហើយស្រេចហើយយ៉ាន់កង់ជាប្រភេទនេះពណ៌ខ្មៅរលឹបរលោងតែម្ដងបងប្អូនហើយសម្រាប់ផ្នែកខាងក្រោយបងប្អូនខ្ញុំឆ្លាញ់ជាងគេត្រង់ថាបំពាក់ដោយ Sport Bar យើងហើយស្រេចហ្មងជាមួយ logo ក៏ដូចជាពាក្យ Mitsubishi បងប្អូនយ៉ាហើយការរចនាស្តុកខាងក្រោយអីមើលចេញមកពេលជន់ប្រាំងគឺដិតច្បាស់មែនតើដោយសារតែរថយន្តជប៉ុនគឺគេគិតដល់ប្រព័ន្ធសុវត្ថិភាពខ្លាំងមែនតើអូខេអញ្ចឹងតើតើនឹងផ្នែកខាងក្រៅមានប៉ុណ្ណឹងបន្តបងប្អូនយើងចូលមកទស្សនាផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់ផ្នែកខាងក្នុងបងប្អូនអ្វីដែលខ្ញុំជឿជាក់ថាបងប្អូនច្បាស់ជាពេញចិត្តហើយស្រឡាញ់ច្រើនជាងគេគឺតើតើនឹងផ្នែកខាងក្នុងតែម្ដងដោយសារពុកស្បែកសូម្បីតែតេជនដែលគាត់មកឃើញគាត់ថាគាត់តែឃើញពុកស្បែកនេះគាត់ដឹងតែជីស្រួលហ្មងការរចនាស្អាតមែនតើជាមួយពណ៌ទឹកក្រូចសូម្បីតែពេលយើងនៅក្នុងរថយន្តយើងថត selfie ក៏មានអារម្មណ៍ថាបណ្ឌិតដែរបាទហើយការរចនារបស់ Mitsubishi ឃើញថាការរចនាចង្កូតគេជាប្រភេទចង្កូតអេឡិចត្រូនិកបាទទុនស្រួលសម្រាប់បងប្អូនក្នុងការបើកបរបាទហើយការរចនាដៃទ្វារគៀនខាងនេះកន្លែងចុចបើកកញ្ចក់មានម៉ូដជា carbon fiber រៀបលយខ្លាំងមែនតើបងប្អូនបាទហើយក៏បំពាក់តែមុខងារតែជាក្តោបអូតូផងដែរបងប្អូនណាចូលមកដល់តែអេក្រង់កណ្ដាលបងប្អូនខ្ញុំឆ្លាញ់ជាងគេកន្លែងមុខងារប៊ូតុងកាមេរ៉ាហ្មងព្រោះយើងចុចទៅឃើញមុខងារកាមេរ៉ា360បងប្អូនហើយកាមេរ៉ាលើរថយន្ត Mitsubishi Athlete នេះគឺច្បាស់មែនតើបាទច្បាស់ងាយស្រួលក្នុងការមើលមែនតើតែម្ដងអញ្ចឹងដល់ពេលបងប្អូនចូលផ្លូវអស់រ៉ូតអីយើងអាចមើលមុំកង់យើងខាងឆ្វេងខាងស្ដាំអីជាដើមបងប្អូនបាទហើយមាន sensor មុខក្រោយបងប្អូនជំនួយដល់ពេលយើងអាយ៉ែពេលជាដើមអញ្ចឹងណាបាទហើយនឹងម៉ាស៊ីនត្រជាក់កន្លែងនេះគឺការរចនាមកងាយស្រួលក្នុងការចុចមែនតើជាមួយហ៊ុនសាក USB មួយ Type C មួយហើយកន្លែងដែលគេថាបងប្អូនតែអ្នកស្រឡាញ់ pick up គាត់ច្បាស់ជាពេញចិត្តគឺកន្លែងសេរីមុខងារបាទយើងអាចប្រើមុខងារ 2X ក៏បានប៉ុងមួយបាទ 4X ឬក៏ 4HLC ឬក៏ 4LLC បញ្ជាក់តែតង់មុខងារ 4HLC គឺយើងអាចបើកបរជាមួយល្បឿនរៀងលឿនតែបើយើងចូលដល់ 4L វាថាពេលហ្នឹងយើងជាប់ផងរៀងខ្លាំងហើយអញ្ចឹងគឺបើកបរល្បឿនយឺតទេបងប្អូនណាបាទហើយមានតរៃម៉ូដអីជាដើមក៏ដូចជាមុខងារតុបពេលយើងចោះចំណោតបាទហើយមានកន្លែងដាក់កៅទឹកអីនេះហើយផ្នែកខាងក្រោយបងប្អូនកន្លែងដាក់ម៉ាស៊ីនត្រជាក់គេទៅអ្នកខ្លះក៏ដាក់នៅខាងក្រោមនេះតែសម្រាប់រថយន្តជប៉ុន Mitsubishi Triton Athlete នេះដាក់នៅខាងលើតែម្ដងបាទអញ្ចឹងបាញ់មកចំមុខយើងហ្មងលយខ្លាំងមែនតើបងប្អូនហើយសម្រាប់រថយន្តនេះផ្ទាល់ក៏បំពាក់ដោយពងការពារ8គ្រាប់ផ្ទាល់ជុំវិញរថយន្តដោយសារតែឡានជប៉ុនជាទូទៅគេគិតលើប្រព័ន្ធសុវត្ថិភាពមែនតើហើយទទួលបានការបុកប៉ះAsian Cap ផ្កាយ5ដល់ពេលដែលមានការប៉ះពាលគឺជួយការពារអ្នកនៅក្នុង cabin រថយន្តបានច្រើនខ្លាំងមែនតើអញ្ចឹងតើតង់តម្លៃរថយន្ត Mitsubishi អាចថាវាជាប្រភេទ flagship ហើយបាទ
Mitsubishi Triton Atlantic តម្លៃ $48,900 ដុល្លារ មានការធានាផ្លូវការពីក្រុមហ៊ុន Mitsubishi Motor Cambodia តតែម្ដងចាស់សម្រាប់វីដេអូចំណាយអារម្មណ៍ខ្ញុំខ្លីៗមានប៉ុណ្ណឹងសង្ឃឹមជួបបងប្អូននៅវីដេអូក្រោយវីដេអូដែលខ្ញុំបានយករថយន្តនេះទៅធ្វើការបើកបោះសាឡបងចង់ដឹងថា performance ពិសេសយ៉ាងណាចាំជួបគ្នានៅវីដេអូក្រោយបាយបាយ